ថ្ងៃនេះខ្ញុំនឹងបរៀនបងប្អូនទាំងគ្នាពីរបៀបតាំងរូបខ្លួនឯងដាក់នៅលើកុំព្យូទ័រហើយមួយទៀតខ្ញុំនឹងបរៀនបងប្អូនទាំងគ្នាឲ្យស្គាល់ website ដែលអាចយករូបខ្ជូតស្អាតយកមកតាំងរូបនៅក្នុងកុំព្យូទ័រអញ្ចឹងចង់នឹងថារូបនឹងមិនតោះទៅភ្លេចទៅមើលវីដេអូនេះទាំងអស់គ្នា let's go អញ្ចឹងនេះឧទាហរណ៍ថាយើងតាំងរូបមកវាឃើញកុំព្យូទ័រយើងវាស្អាតអញ្ចឹងណាអញ្ចឹងចង់នឹងថារូបនឹងគេដោនមិនគេធ្វើមិនតោះមកមើលវីដេអូនេះទាំងអស់គ្នាអញ្ចឹងវីដេអូនេះបរៀនបងប្អូនទាំងគ្នាពីរបៀបដាក់រូបខ្លួនឯងនិងយករូបខ្ជូតមកដាក់ក្នុងកុំព្យូទ័រតោះឥឡូវឧទាហរណ៍ខ្ញុំទៅរករូបនៅក្នុងកុំព្យូទ័របើសិនបើបងប្អូនទាំងអស់គ្នាមានរូបខ្លួនឯងបងប្អូនទាំងអស់គ្នាមិនបាច់ដោនអានេះខ្ញុំដោនរូបគេយកមកដាក់សិនណាជាទូទៅណាចាំបងប្អូនទាំងអស់គ្នាដាក់ save រកទីតាំងដែលបងប្អូនដាក់មកឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំមានរូបពីរនេះអញ្ចឹងរូបពីរនេះខ្ញុំចង់យកមកតាំងលើខាងក្រោយនេះឬក៏បងប្អូនទាំងអស់គ្នាមានរូបបងប្អូនឥឡូវតោះបងប្អូនទាំងអស់គ្នាយើងឃើញរូបនឹងហើយបងប្អូនទាំងអស់គ្នាចុចមកស្ដាំលើវាមកស្ដាំចុចមកស្ដាំលើវាហើយវាមានពាក្យថា send to Siri send us this top background អញ្ចឹងយើងយកធ្វើជា background កុំព្យូទ័ររបស់យើងចុចលើវាមកអូខេអញ្ចឹងវានឹងចេញរូបនឹងឲ្យយើងបងប្អូនឃើញស្អាតទេអញ្ចឹងខ្ញុំណែនាំបងប្អូនទាំងនេះបើសិនជាបងប្អូនទាំងនេះចង់បាន link រូបថតស្អាតបងប្អូនទាំងនេះចូលខាង Telegram ខ្ញុំមកចាំខ្ញុំតម្លែងឲ្យបងប្អូនទាំងនេះបាទបងប្អូនទាំងនេះបាយបាយឡើយឧទាហរណ៍ថារូបនេះមួយទៀតចឹងណាមិនដាច់ចិត្តសោះមកស្ដាំលើវាយកពាក្យ send to background ចឹងវានឹងលោតដូររូបស្អាតឲ្យយើងតែម្ដងបងប្អូនទាំងគ្នាតែបើសិនជាបងប្អូនទាំងគ្នាអត់ចូលកន្លែងណាឬក៏មានមន្ទិលសង្ស័យអាចឆានមកសួរឬក៏ comment នៅក្នុងវីដេអូនេះបានខ្ញុំនឹងធ្វើវីដេអូព្រៀនបងប្អូនទាំងគ្នាទៀតអរគុណបងប្អូនទាំងគ្នាបើសិនកំបានចង់បានកុំព្យូទ័រទូថ្លៃអាចតាក់ទងមក page ពួក IT បានតម្លៃចាប់ពី40រៀលឡើងបាយបាយទាំងអស់គ្នា